ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទអារតជួបគ្នានៅរឿង Kobosan Valemi Invisible របស់យើងភាគទី 6B ហើយមុននឹងចូលវីដេអូខ្ញុំសូមនិយាយបន្តិចសម្រាប់អ្នកទាំងអស់គ្នាមកថ្មីអីស្ដាប់សាច់រឿងរៀងញ៉ៃញ៉ៃខ្ញុំសូមទោសផងព្រោះតែខ្ញុំសម្រាយហ្នឹងប្រើ translate អក្សរខ្មែរទេអញ្ចឹងវាមានចំណុចខ្លះដែលមិនត្រូវនឹងសាច់រឿងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអធិស្ឋានហើយខ្ញុំក៏សូមទោសទុកជាមុនដែរបើសិនជាមានការនិយាយច្រើននៅក្នុងវីដេអូមួយនេះឬក៏តប៉ែឬក៏លេងសើចអីច្រើនដាក់នៅក្នុងវីដេអូមួយនេះអីក៏ខ្ញុំសូមទោសទុកឲ្យហើយដែរអញ្ចឹងយើងក៏ចូលទៅវីដេអូរបស់យើងទាំងអស់គ្នាពីភាពមុនយើងឃើញថាតួប្រុសរបស់យើងបានដេកឈរនៅលើគ្រែពេលនេះគាត់ក៏បានឮឆាតមួយដែលផ្ញើសារចូលក្នុងទូរស័ព្ទរបស់គាត់នៅពេលដែលតួប្រុសរបស់យើងបើកមើលទៅគឺឃើញថាគឺជាឆាតរបស់ Kobosan បានផ្ញើមកកាន់គាត់ហើយនៅក្នុងឆាតមួយនោះ Kobosan ក៏បាននិយាយថាតើថ្ងៃស្អែកតួប្រុសរបស់យើងអាចទៅរៀនការដែរឬទេហើយតួប្រុសរបស់យើងក៏បានតទៅវិញផងដែរថាថ្ងៃស្អែកគាត់អាចទៅបានគ្រាន់តែសារតួប្រុសរបស់យើងបានផ្ញើទៅភ្លាមប្អូនតួប្រុសនៅពេលនោះក៏បានបើកទ្វារមកដើម្បីលេងជាមួយនឹងតួប្រុសតែត្រូវបានតួប្រុសប្រកែកដែរថាគេគឺឈឺហើយគេគឺមិនអាចលេងជាមួយនឹងប្អូនបាននោះទេតែប្អូនរបស់តួប្រុសនៅតែចង់លេងហើយនៅពេលនោះដៃរបស់ប្អូនតួប្រុសក៏បានប៉ះទៅកាន់ sticker emoji មួយដែលសាញ់ខ្ជូតមែនតែនផ្ញើទៅកាន់ Kobosan បាត់ទៅហើយកាន់មកខាងតួស្រីរបស់យើងវិញនៅពេលនេះគឺថាពិតជារំភើបខ្លាំងណាស់បន្ទាប់ពីឃើញ emoji មួយនេះប៉ុន្តែមិនទាន់បាននឹងតបសារវិញផងតួប្រុសរបស់យើងក៏បានផ្ញើសារមកមួយទៀតថាអំបែងមិញគឺជាប្អូនរបស់គេអ្នកផ្ញើសារមកនោះទេហើយតួស្រីរបស់យើងក៏បានញញឹមទាំងលក្ខកំនួចហើយក៏បាននិយាយថាអញ្ចឹងគឺដល់វេននាងគឺផ្ញើទៅកាន់គេវិញម្ដងហើយកាលមកខាងតួប្រុសរបស់យើងវិញនៅពេលនេះប្អូនប្រុសក្បាលខូចរបស់តួប្រុសរបស់យើងនៅពេលនេះត្រូវបានម៉ាក់របស់គេគឺយកទៅវិញហើយគេក៏បានស្រែកទៅកាន់បងប្រុសដែរវិញថាបងប្រុសអើយជួយខ្ញុំផងម៉ែយកខ្ញុំទៅហើយជួយខ្ញុំផងតែការស្រែករបស់ប្អូនតួប្រុសរបស់យើងគឺថាมันបានជោគជ័យនោះទេគឺត្រូវបានម៉ាក់របស់គេគឺទាញយកទៅក្រៅបាត់ទៅហើយបន្ទាប់ពីប្អូនតួប្រុសនិងម៉ាក់បានចាក់ចេញទៅពេលនេះតួប្រុសរបស់យើងក៏បានទទួលសារថ្មីពីតួស្រីរបស់យើងហើយនៅក្នុងសារមួយនោះគឺមាន emoji ដែលសាញ់ខ្ជូតមួយជាមួយនឹងពាក្យខ្ញុំសុំទោសផងនេះគឺជាសារបងស្រីរបស់ខ្ញុំផ្ញើមកនោះទេកាន់មកខាងតួស្រីរបស់យើងវិញបន្ទាប់ពីផ្ញើសារមួយនេះរួចហើយតួស្រីរបស់យើងក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញសាច់រឿងក៏បានកាន់មកពេលស្អែកឡើងយើងឃើញថាជីរ៉ាយជីរបស់យើងក៏បានធ្វើដំណើរមកកាន់សាលារៀនហើយនៅពេលនេះគឺថាទឹកមុខគឺពិបាកមើលមែនទែនព្រោះថាតួប្រុសរបស់យើងបានមកយឺតពេលមកដល់សាលារៀនភ្លាមតួប្រុសរបស់យើងគឺមិនហ៊ានចូលនោះទេគឺបានត្រឹមតែអង្គុយនៅមាត់ទ្វារតែប៉ុណ្ណោះហើយតួប្រុសរបស់យើងក៏បានមើលទៅកាន់ក្នុងថ្នាក់ផងដែរបើសិនជាគេអាចចូលនៅពេលនេះគឺគ្មានអ្នកណាកត់សម្គាល់គេនោះទេប៉ុន្តែវាមានអ្វីមួយយ៉ាងដែលមិនប្រក្រតីច្បាស់ណាស់ Kobosan គឺនឹងមើលឃើញគេហើយច្បាស់ណាស់តួស្រីនឹងប្រាប់ទៅកាន់លោកគ្រូថាតួប្រុសរបស់យើងគឺបានមកយឺតនៅពេលដែលតួប្រុសរបស់យើងកំពុងអង្គុយគិតម្នាក់ឯងសុកឃើញថាពេលនេះតួស្រីរបស់យើងក៏បានដើរចេញពីក្នុងថ្នាក់មកហើយយើងឃើញថាសភាពរបស់នាងគឺថាមិនសូវស្រួលខ្លួននោះទេហើយនៅពេលនោះនាងក៏បានសួរទៅកាន់តួប្រុសដែរថាហេតុអ្វីតួប្រុសរបស់យើងនៅទីនេះគឺមិនចូលថ្នាក់ទេមែនទេតែតួប្រុសរបស់យើងក៏បានឆ្លើយថាគឺគេមកយឺតគ្រាន់តែស្ដាប់តួប្រុសរបស់យើងនិយាយហើយភ្លាមតួស្រីរបស់យើងក៏បានទន់ជើងដួលទៅកាន់តួប្រុសតែម្ដងហើយតួស្រីរបស់យើងក៏បាននិយាយថានាងគឺសំទោសថ្ងៃនេះនាងដូចជាមិនស្រូវស្រួលខ្លួននោះទេបន្ទាប់ពីនិយាយសំទោសទៅកាន់តួប្រុសរបស់យើងហើយតួស្រីរបស់យើងក៏បានធ្វើដំណើរទៅកាន់បន្ទប់ពេទ្យហើយយើងឃើញថាដំណើររបស់នាងគឺថាពិបាកមើលខ្លាំងមែនទែនដែលឃើញបែបនេះហើយតួប្រុសរបស់យើងគឺមិនដាច់ចិត្តឲ្យរូបនាងដើរទៅម្នាក់ឯងនោះទេខ្លាចរូបនាងដើរស្លាប់តាមផ្លូវអញ្ចឹងទៅក៏បានទៅសុំនាងជូនទៅកាន់បន្ទប់ពេទ្យនៅក្នុងសាលានៅពេលដែលតួប្រុសរបស់យើងបានជូនតួស្រីមកដល់បន្ទប់ពេទ្យក៏បានស្រែកហៅគ្រូពេទ្យដែរតែមិនឃើញគ្រូពេទ្យនៅក្នុងបន្ទប់នោះទេបន្ទាប់ពីឃើញថាអត់មានគ្រូពេទ្យបែបនេះហើយតួប្រុសរបស់យើងក៏សម្រេចចិត្តថាយកតួស្រីទៅកន្លែងគេងសិនព្រោះថាសភាពរបស់នាងគឺមិនស្រួលនោះទេបន្ទាប់ពីរៀបចំកន្លែងដេកឲ្យតួស្រីរបស់យើងហើយតួប្រុសរបស់យើងរៀបនឹងដើរចេញទៅហើយតែត្រូវបានតួស្រីរបស់យើងចាប់ដៃជាប់ហើយនាងក៏បាននិយាយថាអរគុណហើយជីរ៉ាយឈីហើយអ្នកទាំងអស់គ្នាជួយមើលសកម្មភាពរបស់តួស្រីផងគឺថាបន្លំចាប់ដៃគុណគេគឺទាំងរស់តែម្ដងហើយនៅពេលនោះនាងក៏បាននិយាយទៅកាន់តួប្រុសរបស់យើងដែរថាដៃតួប្រុសរបស់យើងពិតជាកក់ក្ដៅខ្លាំងណាស់
គ្រាន់តែលើបែបនេះភ្លាមធ្វើឲ្យតួប្រុសរបស់យើងគឺថាពិតជាហ៊ានខ្លាំងមែនទែនប៉ុន្តែពេលគាត់ងាកមកកាន់តួស្រីរបស់យើងវិញគឺថាដេកលក់មិនដឹងតាំងពីស្មាបាននោះទេគឺថាសមុខខយកតែម្ដងគឺថាអស់អីនិយាយហ្មងពេលឃើញអញ្ចឹងហើយនៅពេលនោះផងដែរអ្នកគ្រូពេទ្យក៏បានមកហើយឃើញតួប្រុសរបស់យើងនៅក្នុងបន្ទប់ពេទ្យបែបនេះក៏បានសួរថាតួប្រុសរបស់យើងមករកអីដែរហើយតួប្រុសរបស់យើងក៏បានប្រាប់ទៅកាន់អ្នកគ្រូពេទ្យដែរថាគឺគេបានជូនខូបូសាន់ហ្នឹងមកបន្ទប់ពេទ្យព្រោះថានាងគឺមិនស្រួលខ្លួននោះទេអ្នកគ្រូពេទ្យគ្រាន់តែលើបែបនេះភ្លាមក៏បាននិយាយថាអរគុណហើយដែលបានជូនខូបូសាន់មកបន្ទប់ពេទ្យមុនពេលដែលតួប្រុសរបស់យើងធ្វើដំណើរទៅកាន់បន្ទប់រៀនវិញគេក៏បានសម្លឹងទៅកាន់ខូបូសាន់ដែរហើយពេលដែលខូបូសាន់របស់យើងនឹងគឺគេលក់គឺថាពិតជាស្រស់ស្អាតខ្លាំងមែនទែននិយាយទៅគឺថាពិតជាខ្ជូតខ្លាំងណាស់បន្ទាប់ពីមើលមុខតួស្រីដ៏សែនខ្ជូតហើយតួប្រុសរបស់យើងក៏បានធ្វើដំណើរទៅកាន់បន្ទប់រៀនវិញហើយនៅថ្ងៃនេះតួប្រុសរបស់យើងពិតជាមានអារម្មណ៍មួយគឺថាខ្លួនគេនឹងគឺដូចជាវីរៈបរិយអញ្ចឹងដែលបានជួយតួស្រីមកកាន់បន្ទប់រៀនហើយអារម្មណ៍មួយនេះគឺគេមិនដែលធ្លាប់ជួបនោះទេមានតែថ្ងៃមួយនេះទេដែលគេបានស្គាល់ពីអារម្មណ៍ខ្លួនឯងច្បាស់ពិតប្រាកដអូខេអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងក៏បានដល់ទីបញ្ចប់ហើយខ្ញុំនឹងមកជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយ